សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ផ្លូវការរបស់ផ្លូវស្នេហាជាបន្តមកទៀតយើងនិយាយអំពីហេតុផលដែលស្នេហាដំបូងមិនងាយនឹងទទួលបានជោគជ័យស្នេហាដំបូងគឺជាស្នេហាដ៏ជ្រាលជ្រៅមួយរវាងមនុស្សពីរនាក់ស្រឡាញ់គ្នាដោយចិត្តនិងចិត្តហើយវាបានធ្វើឲ្យមនុស្សគ្រប់គ្នាបានយល់ពីអត្ថន័យនៃស្នេហាពិតប៉ុន្តែគួរឲ្យសោកស្ដាយភាគច្រើនស្នេហ៍គ្រាដំបូងតែងតែមិនទទួលបានជោគជ័យចុងក្រោយគឺមានតែពាក្យបែកបាក់គ្នាលើសពីនេះមានតែភាគរយតិចទេដែលស្នេហាដំបូងអាចធ្វើឲ្យមនុស្សពីរនាក់ដើរដល់ថ្ងៃអនាគតជាមួយគ្នាបានតែភាគរយច្រើនគឺមិនទទួលបានជោគជ័យឡើយទោះបីជាស្នេហានោះវាជ្រាលជ្រៅរវាងគ្នាយ៉ាងណាក៏ដោយព្រោះវាមានហេតុផលមួយចំនួនដោយដែលបានរៀបរាប់ដូចនៅខាងក្រោមនេះទើបធ្វើឲ្យស្នេហាដំបូងមិនងាយនឹងទទួលបានជោគជ័យហេតុផលដែលស្នេហាដំបូងមិនងាយនឹងទទួលបានជោគជ័យមានដូចខាងក្រោមទី1មិនមានបទពិសោធន៍ក្នុងរឿងស្នេហាមូលហេតុដែលធ្វើឲ្យស្នេហាដំបូងវាមិនងាយនឹងទទួលបានជោគជ័យនោះគឺដោយសារតែស្នេហាដំបូងជាស្នេហាដែលចាប់ផ្ដើមដោយមិនដឹងខ្លួនហើយក៏មិនដឹងថាត្រូវធ្វើយ៉ាងណាឲ្យត្រូវព្រោះគ្មានបទពិសោធន៍ក្នុងរឿងស្នេហាពីមុនមកដែលជាហេតុធ្វើឲ្យស្នេហាដំបូងមិនទទួលបានជោគជ័យទោះប្រឹងយ៉ាងណាក៏គ្មានន័យហេតុផលទី2មិនទាន់ស្គាល់អារម្មណ៍បាត់បង់ពិតណាស់នៅពេលដែលមនុស្សពីរនាក់មានស្នេហាដំបូងគឺនឹងមិនទាន់យល់ពីអារម្មណ៍បាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់អាងតែស្រឡាញ់គ្នាហើយគឺគ្មានបានគិតថានឹងមានថ្ងៃបែកបាក់គ្នាឡើយព្រោះស្រឡាញ់គ្នាខ្លាំងប៉ុន្តែនៅពេលដែលចាប់ផ្ដើមបាត់បង់ទើបដឹងថាមានអារម្មណ៍បាត់បង់វាបែបណាទាំងនេះហើយធ្វើឲ្យមនុស្សមិនសូវយកចិត្តទុកដាក់ជាមួយនឹងស្នេហាដំបូងរបស់ខ្លួនរហូតធ្វើឲ្យបរាជ័យហេតុផលទី3មិនទាន់ដឹងពីអ្វីដែលហៅថាការស្រឡាញ់ពិតភាគច្រើននៃស្នេហាដំបូងដែលមនុស្សមិនទទួលបានជោគជ័យគឺមកពីមនុស្សដែលដាក់ចិត្តមានស្នេហាដំបូងមិនទាន់ដឹងពីអ្វីដែលហៅថាក្តីស្រឡាញ់ពិតព្រោះក្តីស្រឡាញ់ពិតវាមិនមែនត្រឹមតែមនុស្សពីរនាក់ស្រឡាញ់គ្នាទេវាទាមទារនៅរឿងជាច្រើនផងដែរដូច្នេះហើយទើបធ្វើឲ្យស្នេហាដំបូងរបស់មនុស្សភាគច្រើនមិនងាយនឹងទទួលបានជោគជ័យដោយដែលចិត្តបានប៉ងប្រាថ្នានោះឡើយហេតុផលទី4មិនទាន់ចេះមើលចិត្តមនុស្សដែលមិនទទួលបានជោគជ័យជាមួយនឹងស្នេហាដំបូងរបស់ខ្លួនគឺមកពីមនុស្សទាំងនោះមិនទាន់ចេះមើលថាមនុស្សណាដែលខ្លួនគួរតែដាក់ចិត្តស្រឡាញ់ទើបងាយនឹងធ្វើឲ្យពួកគេខកចិត្តជាមួយនឹងស្នេហាដំបូងដែលទាំងអស់នេះហើយជាហេតុផលដែលមនុស្សភាគច្រើនតែងបរាជ័យជាមួយនឹងស្នេហាដំបូងរបស់ខ្លួនយ៉ាងណាមិញស្នេហាដំបូងនេះក៏ផ្ដល់នូវអនុស្សាវរីយ៍ទំនាក់ទំនងល្អៗទាំងផលមិនល្អជាមួយគ្នាដែរទោះបីជាយ៉ាងណាមនុស្សយើងម្នាក់ត្រូវឆ្លងកាត់អ្វីទៅដែលជាស្នេហាដំបូងវាគឺជាការចងចាំមួយទាំងល្អនិងមិនល្អសម្រាប់មនុស្សគ្រប់រូបសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ